ជំនាញនិយាយជាសាធារណៈគឺជាអាវុធដ៏មានឥទ្ធិពលសម្រាប់និស្សិតគ្រប់រូបមិនថាសម្រាប់ការធ្វើបទបង្ហាញក្នុងថ្នាក់ឬការសម្ភាសន៍ការងារនោះទេខាងក្រោមនេះជាគន្លឹះដើម្បីឈ្នះភាពភ័យខ្លាចនិងនិយាយដោយទំនុកចិត្ត 1. ការត្រៀមខ្លួនគឺជាគ្រឹះភាពភ័យខ្លាចកើតចេញពីការមិនដឹងបើអ្នកយល់ច្បាស់ពីខ្លឹមសារដែលត្រូវនិយាយអ្នកនឹងមានទំនុកចិត្ត 50% បាត់ទៅហើយ 2. ផ្ដោតលើអ្នកស្ដាប់កុំបារម្ភថាអ្នកមើលទៅយ៉ាងម៉េចតែត្រូវបារម្ភថាតើអ្នកស្ដាប់ទទួលបានអ្វីខ្លះពីការនិយាយរបស់អ្នក 3. ដកដង្ហើមគ្រប់គ្រងអារម្មណ៍មុនពេលចាប់ផ្ដើមចូលដកដង្ហើមឲ្យវែងៗដើម្បីធ្វើឲ្យចង្វាក់បេះដូងនឹងនិងធ្វើឲ្យសំឡេងមានអំណាច 4. និយាយជាសាច់រឿងមនុស្សមិនចូលចិត្តស្ដាប់តែទ្រឹស្ដីទេចូលបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីការនិយាយរបស់អ្នកកាន់តែមានភាពរស់រវើក 5. ភាសាកាយវិការរក្សាការសម្លឹងភ្នែកនិងប្រើប្រាស់កាយវិការដៃដើម្បីបញ្ជាក់ពីចំណុចសំខាន់ៗ 6. អនុវត្តឲ្យបានច្រើនគ្មាននរណាម្នាក់ពូកែនិយាយតាំងពីកើតមកនោះទេសាកល្បងហាត់និយាយនៅមុខកញ្ចក់ឬថតវីដេអូខ្លួនឯងដើម្បីកែសម្រួលតើអ្វីជាភាពភ័យខ្លាចបំផុតរបស់អ្នកពេលត្រូវក្រោកឈរនិយាយនៅមុខមនុស្សជាច្រើនសូមខមមិនភាពភ័យខ្លាចទាំងនោះនៅក្នុងខមមិនខាងក្រោម